សូមគោរពជំរាបសួរសូមសួស្តីណាថ្ងៃនេះខ្ញុំនឹងលើកយក scale មួយដែលយើងលេងនៅក្នុងបទភ្លេងណាភ្លេងខ្មែររបស់យើងគឺភ្លេងប្រពៃណីខ្មែររបស់យើងហើយនៅចុងបញ្ចប់ក៏ខ្ញុំនឹងយកបទបាយខុនចងដៃមកដើម្បីអនុវត្តផ្ទាល់លើ scale នេះណាអញ្ចឹងយើងសូមតាមដានទាំងអស់គ្នាណាហើយខ្ញុំនឹងប្រាប់អំពី technique ដែលយើងលេងបានគ្រប់តុងដោយយកចំហដៃមួយនេះណាអញ្ចឹងជាដំបូងគឺយើងត្រូវស្គាល់ជា gam ឬក៏ scale ណានេះខ្ញុំហៅថា fa minor ណាបទហ្នឹងណាគឺ fa minor ជាមួយនឹង fa minor harmonic លេងពីរ scale ចូលគ្នាវគ្គទី1យើងយក scale fa minor បាទ fa minor harmonic ហើយនឹងវគ្គទី2យើងយក scale fa minor អញ្ចឹងខ្ញុំគិតថាមិនចាំបាច់ស៊ីជម្រៅទេណាគឺយើងយកទម្រង់ណា note នេះទម្រង់នេះយកទៅលេងបានគ្រប់តុងណាយើងចង់លេងបទបាយខុនហ្នឹងលេងក្នុងតុងអីក៏បានដែរតែធាតុពិតគឺខ្ញុំបង្ហាញនៅក្នុងតុង fa minor ណា fa minor harmonic ដូច្នេះដំបូងយើងត្រូវស្គាល់ scale ណាគឺយើងមិនចាំបាច់រត់ដូចជាលំអិតទាំងអស់ទេគឺយើងលេងតែ note ណាក្នុង scale ហ្នឹងដែលត្រូវការលេងសាច់បទហ្នឹងតែប៉ុណ្្នឹងបានហើយណាអញ្ចឹងយើងចេញមកណាគឺបាទគឺ note តែប៉ុណ្្នឹងណាដើម្បីលេងបទបាយខុនចងដៃណាអញ្ចឹងយើងហត់ចុះហត់ឡើងរហូតដល់យើងមានអារម្មណ៍ស្រួលជាមួយនឹងទម្រង់ដៃនេះណាគឺដូច្នេះឥឡូវយើងចាប់ផ្ដើមលេងសាច់បទណាគឺវគ្គ1បាទគឺ
បាទដូច្នេះសង្ឃឹមថាចាប់បានមេរៀនណាគឺស្កែសម្រាប់លេងភ្លេងខ្មែរហើយជាចុងក្រោយគឺខ្ញុំឲ្យជំនួយស្មារតីមួយធៀបពិតបទបាយខុនចង់ដៃគេមិនលេងនៅក្នុងទង់ Fa minor ទេប៉ុន្តែយើងយកទម្រង់ដៃនេះណាយើងយកទៅលេងបានគ្រប់ទង់ណាឧទាហរណ៍ថាយើងចង់លេង Sol minor ក៏បានដែរណាយើងចាប់ Sol minor មកហើយយើងចាប់ផ្ដើមចេញពីគ្រាប់នេះគ្រាប់ Sol ណាគឺគ្រាប់ពីលើ Sol គ្រាប់ Re មកណាគឺយើងយកទម្រង់ដៃយកទៅអនុវត្តលេងទៅនិយាយទៅទម្រង់ដៃវានៅតែដែរទាំងអស់ណាយើងចង់លេង La minor ក៏បានណានេះគ្រាប់ La គឺយើងយកលើគ្រាប់ La គ្រាប់ Miអូខេប៉ុន្តែតាមខ្ញុំពីច្រើនគេលេងក្នុងទង់ C minor ណា C minor harmonic គឺនេះយើងប្រាស់នៅក្នុងទី7នេះណាហើយយើងចាប់ផ្ដើមមកគឺគ្រាប់នេះណាទង់ទី9ខ្សែទី5ហ្នឹងណាបាទនេះណា Fa yes ណាបាទដូច្នេះសង្ឃឹមថាចាប់បានណានៅមានថ្ងៃនេះបាទអញ្ចឹងជួបគ្នានៅក្នុងមេរៀនផ្លែកក្រោយទៀតណាសូមអរគុណសូមជម្រាបលាតែប៉ុណ្្នឹងបាទ